បានខំប្រឹងមិនសូវជាហត់មិនសូវជានឿយផងតែជីវិតរបស់គេនោះគឺរស់នៅប្រកបដោយសេចក្តីសុខហើយនឹងទ្រព្យសម្បត្តិមានបានអានេះវាជាបុណ្យរបស់គេណាបងប្អូនណាបាទហើយបងប្អូនខ្លះក៏និយាយរឿងសពាយកា